រាល់ថ្ងៃឲ្យទៅដល់ម៉ោងធ្វើម្ហូបញ៉ាំបាយណាពុកម៉ែបងប្អូនអើយវាថាខ្ញុំហត់នឿយហើយខួរក្បាលខ្ញុំគឺថាងាប់ឈឹងនៅនឹងបណ្ដោយព្រោះថារនឹកមិនដឹងថាធ្វើស្អីទេពុកម៉ែបងប្អូនហើយដើម្បីប្លែកទៅញ៉ាំបានឆ្ងាញ់ទាំងអស់គ្នាវិលចុះវិលឡើងអណ្ដែនិយាយរួមទៅចេញតែម្ហូបអណ្ដែពុកម៉ែបងប្អូនមិនដឹងថាធ្វើស្អីចេញទេហើយនឹងក៏ខ្ញុំមកឆាជាមួយនឹងកៅអៅឈូកជាមួយនឹងសាច់ជ្រូកចិញ្ច្រាំណាពុកម៉ែបងប្អូនសាច់ជ្រូកនឹងតែ3000រៀលទេហើយមានខ្ទឹមសចិញ្ច្រាំជាមួយនឹងស្លឹកខ្ទឹមហើយកៅអៅឈូកនឹងណាពុកម៉ែបងប្អូនខ្ញុំទិញតែ2បាច់នឹងអស់2000មួយបាច់1000និយាយរួមទៅថ្ងៃនឹងអស់តែ5000រៀលទេណាពុកម៉ែបងប្អូនអើយវាថាញ៉ាំបែកពោះហល់ពោះសាហាវហើយកៅអៅឈូកនឹងខ្ញុំយកមកលេងខ្ញុំត្រាំទឹកណាពុកម៉ែបងប្អូនព្រោះថាវាមានផុកនៅក្នុងនោះខ្ញុំលាងនឹង4-5ទឹកលាងនឹងសស្គូអញ្ចឹងណាពុកម៉ែបងប្អូនហើយកៅអៅឈូកនឹងមើលទៅវាឃើញខ្ចីដែរណាពុកម៉ែបងប្អូនហើយកៅអៅឈូកនឹងមានពុកម៉ែបងប្អូនខ្លះគាត់យកទៅធ្វើជ្រក់ធ្វើអីញ៉ាំណាពុកម៉ែបងប្អូនមានអីឆ្ងាញ់របស់គេប៉ុន្តែខ្ញុំអត់ដែរបានធ្លាប់ធ្វើកៅអៅឈូកញ៉ាំទេធ្វើជ្រក់ខ្ញុំធ្លាប់តែទិញគេជាមួយថ្ងៃណាមួយខ្ញុំនឹងសាក់ធ្វើឲ្យពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាអញ្ចឹងណាពុកម៉ែបងប្អូនហើយជំហានដំបូងគឺយើងលីងខ្ទឹមសឲ្យឡើងក្រហមមកយើងចាប់ផ្ដើមមកចាក់ជាមួយនឹងទឹកត្រីហើយកូរសាច់ចិញ្ច្រាំនឹងមកណាពុកម៉ែបងប្អូនយើងកូរវឹកមកអូយថាឈ្ងុយណាស់ពុកម៉ែបងប្អូនអើយមិនបាច់ឆាជាមួយសាច់ក៏បានយើងឆាជាមួយនឹងពងទាក៏ឆ្ងាញ់មួយយ៉ាងដែរណាពុកម៉ែបងប្អូនហើយនេះគឺយើងដាក់ជាមួយគ្រឿងរបស់យើងមានស្ករប៊ីចេងជាមួយអំបិលតិចជាមួយនឹងប្រេងខ្យងនឹងមកណាពុកម៉ែបងប្អូនអើយវាថាមួយមុខនឹងអស់តិចប៉ុន្តែញ៉ាំបានគ្នាច្រើនណាពុកម៉ែបងប្អូននិយាយរួមទៅញ៉ាំបាន2ពូជតែម្ដងណាហើយយើងក៏ដាក់ទឹកបន្តិចមកហើយយើងមើលដាក់មកល្មមសាច់ឆ្អិនហើយយើងចាប់ផ្ដើមចាក់ជាមួយនឹងបន្លែកៅអៅឈូកយើងនឹងមកណាពុកម៉ែបងប្អូនអើយយើងកូរវឹកវាមកណាពុកម៉ែបងប្អូនមុនដំបូងថាទិញកៅអៅឈូកនឹងយកមកធ្វើជ្រក់ទេដល់តែពេលគិតចុះគិតឡើងមានឯណាទៅចេញឆាកៅអៅឈូកណាឆ្កុយអូយវាថាបេះដូងខ្ញុំនេះវាសាវ៉ាណាពុកម៉ែបងប្អូនអើយហើយឥឡូវយើងឆាកកូរ3-4ត្រឡប់មកយើងទុកវារយៈពេល5នាទីឲ្យវារៀងទន់បន្លែណាពុកម៉ែបងប្អូនបន្ទាប់មកយើងក៏ដាក់ម្រេចមួយចុងឡាព្រាម្រេចខ្ញុំរៀងដាក់ច្រើនដែរណាពុកម៉ែបងប្អូនខ្ញុំឲ្យតែឆាអញ្ចឹងខ្ញុំចូលចិត្តប្រើម្រេចច្រើនព្រោះវាញ៉ាំទៅរឿងឈ្ងុយអីពេលយើងខាំទៅរឿងហិលតិចខាំប៉ះម្រេចណាពុកម៉ែបងប្អូនហើយឥឡូវឆារបស់យើងឆ្អិនហើយយើងមកដាក់ជាមួយនឹងលឹកខ្ទឹមនឹងមកណាពុកម៉ែបងប្អូនអើយមើលទៅវាមិនឃើញតំណងគេថាមិនល្អមើលប៉ុន្តែវាល្អញ៉ាំអញ្ចឹងណាពុកម៉ែបងប្អូនចាហើយឆារបស់យើងក៏បានឆ្អិនរួចរាល់ហើយដែរណាពុកម៉ែបងប្អូនយើងចាប់ផ្ដើមយកដួសដាក់ចានមកណាអូយវាថាផ្សែងហុយមើលទៅក៏វាតំណងណាតើតអ្នកចូលចិត្តញ៉ាំបែបឆាបន្លែកៅអៅឈូកឆាបន្លែអញ្ចឹងអីចូលចិត្តដូចខ្ញុំមិនយល់អារម្មណ៍មួយហ្នឹងណាពុកម៉ែបងប្អូនហើយណាមួយខានញ៉ាំយូរដែរដាក់ទៅដឹងទៅជាតិសាហាវហ្មងណាពុកម៉ែបងប្អូនហើយឆាបន្លែហ្នឹងយើងញ៉ាំជាមួយនឹងទឹកស្អ៊ីវញិកម្ទេសហិលស្រោចពីលើចឹងទៀតអូយវាថាជាតិណាស់ពុកម៉ែបងប្អូនអើយហើយឥឡូវវីដេអូនេះខ្ញុំសូមចប់តែប៉ុណ្ណេះចាំជួបគ្នានៅវីដេអូក្រោយណាសូមអរគុណ